ហេតុអ្វីនៅពេលដែលយើងញ៉ាំម្ទេសចាំបាច់ហូរទឹកភ្នែកអ្នកទាំងអស់គ្នាធ្លាប់ឆ្ងល់ហើយនៅពេលដែលយើងញ៉ាំបុកល្ហុងដាក់ម្ទេសច្រើនចូល5ទៅ10គ្រាប់អីនៅពេលដែលយើងហឹរខ្លាំងយើងនឹងហូរទឹកភ្នែកហៀសបោក៏ក្រៀកក្លាក់ពេញហ្នឹងអញ្ចឹងហើយបានខ្ញុំឆ្ងល់ថាហេតុអ្វីបានជានៅពេលដែលយើងញ៉ាំហឹរវាចាំបាច់ហៀសបោនិងហូរទឹកភ្នែកនោះក៏ដោយសារតែនៅក្នុងម្ទេសគឺមានសារធាតុមួយដែលមានឈ្មោះថា capsaicin ដោយសារតែសារធាតុ capsaicin នេះវាមានរូបមន្តគីមីដែលត្រូវជាមួយនឹងធ្មូលប្រសាទដែលចាប់សញ្ញាឈឺចាប់ឬក៏រលាកដែលមានឈ្មោះថា TRPV1 វាបោកធ្មូលប្រសាទរបស់យើងឲ្យបញ្ជូនសញ្ញាទៅកាន់ខួរក្បាលថាមាត់របស់យើងកំពុងតែឆេះខ្លាំងណាស់ទាំងដែលគ្មានភ្លើងឆេះឬក៏រលាកអ្វីឡើយនៅពេលដែលសញ្ញានោះទៅដល់ខួរក្បាលតែនៅក្នុងរយៈពេលខ្លីមែនទែនសឹងតែយើងមិនអាចដឹងខួរក្បាលក៏បានបកស្រាយថាវាគឺជាការឈឺចាប់ឬក៏រលាកភ្លាមទើបយើងមានអារម្មណ៍ថាហឹរហើយនៅក្នុងពេលនោះដែរបើសិនជាខួរក្បាលវិភាគថាកម្រិតហឹរគឺមានកម្រិតខ្លាំងវានឹងធ្វើចំណាត់ការនៅក្នុងការពន្លត់3យ៉ាងទៅលើមាត់ច្រមុះហើយនិងភ្នែកដោយសារតែមាត់ច្រមុះនិងភ្នែកស្ថិតនៅក្នុងបណ្ដាញសរសៃប្រសាទរួមដែលមានឈ្មោះថា trigeminal nerve នៅពេលដែលខួរក្បាលដឹងថាមាត់រលាកនៅពេលនោះប្រព័ន្ធការពារខ្លួនរបស់យើងនឹងធ្វើការបញ្ចេញទឹកមាត់យ៉ាងច្រើនធ្វើឲ្យច្រមុះហៀសម្បោរបូករួមជាមួយនឹងការហូរទឹកភ្នែកនេះឯងដើម្បីធ្វើការលាងសម្អាតសារធាតុពុលចេញចុះអ្នកទាំងអស់គ្នាមានឆ្ងល់អត់ថាហេតុអ្វីបានជាសត្វសារិកាឬក៏ក្អែកអីស៊ីម្ទេសមិនចេះហឹរសោះចាំខ្ញុំនាំអ្នកឲ្យឆ្ងល់តាមខ្ញុំនៅវីដេអូក្រោយទៀត